បើសិនជាយើងចង់និយាយថាយើង date នរណាម្នាក់ដោយសារសេចក្តីអាណិតជាជាងដោយសារសេចក្តីស្រឡាញ់យើងអាចប្រើឃ្លាថា to date someone out of pity ការ date នរណាម្នាក់ out of pity មានន័យថាយើងព្រមទៅក្រៅជាមួយនរណាម្នាក់ឬក៏ព្រមgo on a date with someone ដោយសារយើងខ្លាចធ្វើម្នាក់នឹងឈឺចាប់ម្នាក់នឹងអាចជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដែលយើងចង់បានប៉ុន្តែគាត់មិនមែនជាមនុស្សដែលយើងចង់បានឬក៏អាចមានមូលហេតុផ្សេងដោយសារយើងអត់ទាន់កាត់ចិត្តពីសង្សារចិត្តរបស់យើងបានឬក៏យើងមានអ្នកនៅក្នុងចិត្តរួចហើយយើងប៉ុន្តែយើងនៅតែអត់ចង់ធ្វើឲ្យគាត់ឈឺចាប់ទៅយើងព្រមទៅដេកជាមួយគាត់ឬក៏ព្រមស្រឡាញ់គាត់ទាំងដែលអត់មានចិត្តស្រឡាញ់ពិតមែនឧទាហរណ៍សិនជាអ្នកនោះជាមនុស្សប្រុសយើងអាចនិយាយថា I date him out of pity rather than out of love ដែលមានន័យថាខ្ញុំទៅក្រៅជាមួយគាត់ឬក៏ date គាត់នឹងដោយសេចក្តីអាណិតជាជាងដោយសេចក្តីស្រឡាញ់របៀបអង់គ្លេសដែលយើងអាចប្រើដើម្បីមានន័យស្តីងគ្នាគឺ I'm with him more out of compassion than passion ដែលមានន័យថាខ្ញុំនៅមួយម្នាក់នឹងគឺដោយសារសេចក្តីអាណិតអសូរឬមេត្តាធម៌ឬមានចិត្តអាណិតអសូរឬក៏មានចិត្តមេត្តាជាជាងការមានតណ្ហាឬក៏អារម្មណ៍ស្នេហាពិតមែនទែនឃ្លាចុងក្រោយដែលយើងអាចប្រើដើម្បីមានន័យស្តីងគ្នាគឺ I said yes because I felt sorry for him not because I loved him ប្រយោគនេះចង់មានន័យថាខ្ញុំយល់ព្រមជាមួយគាត់ដោយសារខ្ញុំមានអារម្មណ៍អាណិតគាត់មិនមែនដោយសារខ្ញុំបានស្រឡាញ់គាត់នោះទេ